មគោរពទស្សនិកជនទាំងឡាយកំពុងតាមដានកម្មវិធីផ្សាយជាភាសាខ្មែររបស់ស្ថានីយ៍វិទ្យុទូរទស្សន៍សុកត្រាំងថ្ងៃនេះជាថ្ងៃប្រហ័សទី14ខែមេសាឆ្នាំ2016ត្រូវនឹងថ្ងៃ8កើតខែចែកឆ្នាំវកឥត្តស័កពុទ្ធសករាជ2559ក្នុងកម្មវិធីផ្សាយជាភាសាខ្មែររបស់ស្ថានីយ៍វិទ្យុទូរទស្សន៍សុកត្រាំងសម្រាប់ថ្ងៃនេះផ្នែកព្រឹត្តិការណ៍ព័ត៌មានរួមមានខ្លឹមសារសំខាន់ៗមួយចំនួនកម្មវិធីពង្រឹងនិងពង្រីកប្រព័ន្ធសាលាអន្តេវាសិកសុកត្រាំងសម្រាប់លទ្ធផលសកម្មសិល្បករឆ្នាំគីមដានតែងចង់បរិច្ចាគឲ្យសិល្បៈដោយទេពកោសល្យពិសេសរបស់ខ្លួនជនរួមជាតិខ្មែរស្រុកមីសៀងទទួលបានចូលឆ្នាំថ្មីសុខដុមនិងសម្បូរសុខបាយទស្សនិកជនទាំងឡាយជាទីមេត្រីដើម្បីពង្រឹងនិងពង្រីកប្រព័ន្ធសាលាអន្តេវាសិកបានផ្សព្វផ្សាយអនុវត្តជាគោលការណ៍ធំបង្ហាញពីការយកចិត្តទុកដាក់របស់បកនិងរដ្ឋក្នុងវិនិយោគអភិវឌ្ឍអប់រំឲ្យតំបន់ជនជាតិសម្ដៅបង្កប្រភពកម្មាភិបាលជាជនជាតិភាគតិចបម្រើក្នុងការពង្រីកសេដ្ឋកិច្ចសង្គមនិងរក្សាសន្តិសុខសណ្ដាប់ធ្នាប់នយោបាយនៅភូមិភាគឆ្នាំ2011ដល់ឆ្នាំ2015អនុវត្តក្រុមការពង្រឹងនិងអភិវឌ្ឍប្រព័ន្ធសាលាអន្តេវាសិកគឺគ្រប់ស្រុកមានជនរួមជាតិភាគតិចច្រើនក្នុងខេត្តសុកត្រាំងសុទ្ធតែមានសាលាអន្តេវាសិកតាមសេចក្តីសម្រេចលេខ1033របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលដល់ឆ្នាំសិក្សា2015-2016ទូទាំងខេត្តមាន9សាលាអន្តេវាសិកជនជាតិរួមមាន85ថ្នាក់រៀនដោយមានសិស្ស2757រូបសម្រាប់អត្រាជិត 12% ប្រៀបនឹងចំនួនសិស្សជនជាតិភាគតិចបានរៀនក្នុងបណ្ណាសាលាអន្តេវាសិកជនជាតិក្នុងនោះកម្រិតវិទ្យាល័យ21ថ្នាក់មានសិស្ស757រូបអនុវិទ្យាល័យ64ថ្នាក់ដោយមានសិស្ស2000រូបលេខធ្លោបំផុតសិស្សពូកែក្រាន់បាល់សម្រាប់អត្រាខ្ពស់ពី70ដល់ 75% ចំនួននៅសាលគឺសិស្សមធ្យមសិស្សរៀនខ្សោយប្រហែលតែ1ដល់ 2%trường đã tạo cho chúng con nhiều điều kiện tốt để học សាលាបង្កឲ្យប្អូនមានលក្ខណៈល្អជាច្រើនដើម្បីរៀនមូលដ្ឋានសម្ភារៈមានគ្រប់សពរៀនដោយខ្លួនឯងក្នុងពេលយប់ជួយឲ្យប្អូនរៀនល្អជាងប្អូនក៏ពង្រីកលទ្ធភាពខ្លួនប្រឹងប្រែងរៀនច្រើនជាង cố gắng trong học tập nhiều hơn តាំងពីពេលកសាងសាលាបានអធិភាពពិសេសចិត្តនេះបានប្រដាប់សម្ភារៈបង្រៀនបន្ថែមកម្មវិធីបង្រៀនជួយឲ្យគ្រូបង្រៀនងាយស្រួលចូលរួមលើកប្រឡងមន្ទីរចាត់តាំងក្រៅពីបន្ទប់រៀនអន្តេវាសិកដ្ឋានមន្ទីរមានទិសដៅវិនិយោគសៀវភៅពុំសពគ្រប់ប្រដាប់សម្ភារៈបង្រៀនក៏ឆ្លើយតបសពគ្រប់ព្រោះដូច្នេះក្នុង5ឆ្នាំកន្លងក្រុមការតែងបានស្នងការបរដ្ឋអំណាចរួមនឹងមន្ទីរគណៈផ្នែកគ្រប់ថ្នាក់ក្នុងខេត្តយកចិត្តទុកដាក់បង្គាប់ការនិងឧបត្ថម្ភអនុវត្តល្អអាស្រ័យហេតុនោះមកដល់សប្តាហ៍ថ្ងៃប្រព័ន្ធបណ្ដាសាលាអន្តេវាសិកជនជាតិទូទាំងខេត្តមានជំហានរីកចម្រើនសពមុខគំរូដោយសាលាអន្តេវាសិកជនជាតិស្រុកចៅឋានក្រោយ4ឆ្នាំបង្កើតដោយមូលដ្ឋានសម្ភារៈបានវិនិយោគស្ថាពរខេងរ៉ែងរួមនឹងមធ្យោបាយឧបករណ៍បង្រៀនសពគ្រប់ព្រមគ្នាបានជួយឲ្យកងជួរគ្រូបង្រៀនសិស្សានុសិស្សសាលាអនុវត្តល្អភារកិច្ចបង្រៀនដោយគុណភាពអប់រំរាល់ឆ្នាំតែងមានការជឿនលឿនគួរកត់សម្គាល់ឆ្នាំ2015កន្លងសាលាបានទទួលស្គាល់សម្រេចខ្នាតជាតិពីអប់រំនិងតាមល្បឿនក្រុងការឆ្នាំសិក្សានេះសាលាកំពុងបំរុងបោកបន្ថែមពីថ្នាក់រៀនទី10ដើម្បីលើកកម្ពស់ក្លាយជាសាលាអនុវិទ្យាល័យវិទ្យាល័យអន្តេវាសិកជនជាតិសប្តាហ៍ថ្ងៃលក្ខណៈបង្រៀនអាស្រ័យវិនិយោគសពគ្រប់ប្រដាប់សម្ភារៈបង្រៀនភាសាអង់គ្លេសលំហាត់ធានាប្អូនម្នាក់អនុវត្តត្រូវកម្មវិធីរៀនលំហាត់ធានាពីប្អូនលំហាត់សពគ្រប់ល្អក្នុងពេលខាងមុខសាលាបន្តកែលម្អរាល់ចលនាមុខព្រួញគ្រូបង្រៀនពូកែសិស្សពូកែសាលាសម្រាប់ស្នាដៃគ្រូបង្រៀនពូកែថ្នាក់ស្រុកមានលោកគ្រូអ្នកគ្រូ11រូបថ្នាក់ខេត្ត2រូបសិស្សពូកែថ្នាក់ស្រុក5រូបថ្នាក់ខេត្ត5រង្វាន់ក្នុងដំណាក់កាល2016-2020ពេលកសាងសម្រាប់វិទ្យាល័យអន្តេវាសិកជនជាតិត្រឹងដេសុកត្រាំងមាន10វិទ្យាល័យអន្តេវាសិកជនជាតិដែលមានសិស្សប្រហែល3400រូបកាន់ជិត600រូប
ទន្ទឹមនឹងនោះសាលាអន្តេវាសិកជនជាតិឋានភូនិងចៅឋានពីថ្នាក់រៀនទី10ពីថ្នាក់ទី11ពីថ្នាក់ទី12ជួយវិទ្យាល័យអន្តេវាសិកជនជាតិវិនគឿងបន្ថយចំនួនសិស្សនិងរក្សាប្រហែល500រូបក្នុងឆ្នាំសិក្សាអ្វីដូច្នេះដើម្បីសម្រេចគ្រោងការសុកចាំងត្រូវការប្រភពថវិកាវិនិយោគជាង351,000 លានដុងចំពោះមុខខេត្តអតិភិបប្រភពថវិការដ្ឋវិនិយោគមូលដ្ឋានសម្ភារៈប្រដាប់សម្ភារៈឲ្យបណ្ដាសាលាតាមຂະຫນាតជាតិម្យ៉ាងទៀតធានារាល់លក្ខណៈអនុវត្តអប់រំលក្ខណៈពិសេសលើកកម្ពស់គុណភាពកងជួរគ្រូបង្រៀនឆ្លើយតបសំណូមពរផ្លាស់ប្ដូរថ្មីកម្មវិធីអប់រំសកលបង្កប្រភពបណ្ដុះបណ្ដាលកម្មាភិបាលនិងប្រភពធនធានមនុស្សឲ្យតំបន់ជនជាតិទស្សនិកជនទាំងឡាយជាទីមេត្រីបំរើតម្រូវការក្រេបជញ្ជក់វប្បធម៌និងកំសាន្តរបស់ជនជាតិខ្មែរខេត្តសុកត្រឹងតែងមានកងកម្លាំងសិល្បករសិល្បករនីសម្បូរបែបនិងអស់ពីចិត្តបំរើសិល្បៈពួកគេម្នាក់តែងបង្ហាញពីស្មារតីចង់បរិច្ចាគឲ្យសិល្បៈនិងមានសិល្បករសិល្បករនីច្រើនរូបបានទទួលកិត្តិនាមខ្ពស់កម្មវិធីថ្ងៃនេះសូមឧទ្ទិសនាមជូនទស្សនិកជនពីគំរូរបស់សិល្បករឆ្នើមគឹមដានដល់ពេលរដូវប្រាំងម្ដងបណ្ដាភូមិស្រុកចាត់តាំងបុណ្យកំសាន្តស្រុកគឺសិល្បករគឹមដានព្រមជាមួយនឹងសមូហភាពក្រុមសិល្បៈខ្មែរខេត្តសុកត្រឹងទៅសម្ដែងគ្រប់ភូមិឋានដល់ពេលមេឃភ្លៀងបដូររដូវគឺទូទាំងក្រុមវិលមកវិញដើម្បីហាត់ពុតជត់ឆាកថ្មីឲ្យរដូវបន្តក្រោយ24ឆ្នាំសកម្មភាពសិល្បករគឹមដានបានបង្ហាញឡើងនៅទេពកោសល្យថ្មីដៃច្រើនយ៉ាងមានពេលខ្លះជាអ្នកចម្រៀងតន្ត្រីករនិងដើរតួកំប្លែងផងចូលរួមសម្ដែងបម្រើសហគមន៍បងបើកឆាកដោយសំនៀងច្រៀងរងក្បាច់រួមនឹងក្រុមភ្លេងប្រជុំឡើងយ៉ាងផុលផុសលើកដំបូងអូទាញអារម្មណ៍ទស្សនិកជនមកប្រមូលផ្ដុំខាងមុខឆាកល្ខោនកាន់តែច្រើនថែមពេលរាត្រីកាន់តែជ្រៅរឿងយុគេចាប់ដើមបងក៏បន្តឡើងនៅសម្លេងខ្លុយដើម្បីទាញអារម្មណ៍ទស្សនិកជនសម្រាប់ចូលក្នុងស្ថានភាពតួអង្គទោះបីនៅលើឆាកល្ខោនឬក៏នៅខាងក្រៅបងតែងខិតខំធ្វើល្អភារកិច្ចបានប្រគល់ព្រោះបានសម្ដែងគឺក្តីជក់ចិត្តបំផុតក្នុងជីវិតកាលមិនតន់ចូលក្រុមនោះហៅចិត្តស្រឡាញ់សិល្បៈខ្លាំងណាស់ចិត្តចង់ចូលសិល្បៈបម្រើប្រជាជនបម្រើបងប្អូនក្នុងស្រុកភូមិហើយដូចជាទៅសម្ដែងទៅស្អីចឹងនៅគ្រប់ដូចថាក្រៅខេត្តក្នុងខេត្តខ្ញុំថាប៉ងបំណងឲ្យធំលឿនដើម្បីចូលសិល្បៈហើយស្រឡាញ់ណាការសិល្បៈស្រឡាញ់ណាឬឃើញគេច្រៀងចឹងចិត្តចង់ច្រៀងកាយណាចង់ច្រៀងហើយបានឆ្នាំ90ក្រុមទៅសម្ដែងនៅលទ្ធិធឿងណាសុំឪពុកហៅឪពុកជូនទៅមើលសិល្បៈក្រុមខេត្តយើងណាហើយបានឪពុកសុំឲ្យចូលក្រុមហើយកាលនោះមិនចេះគេហៅថាមិនចេះមិនតន់ចេះច្រៀងទេចេះផ្លុំខ្លុយហើយដល់ហើយចូលក្រុមហើយមួយឆ្នាំ2ដល់មួយឆ្នាំ2ចូលក្រុមមួយឆ្នាំ2បានលោកតាសឿងលឿងនោះឃើញយើងមានគេថាមានទេពកោសល្យខាងសិល្បៈខាងអ្នកចម្រៀងបានកាត់ឲ្យទៅជាងប្រឡងកាលនោះជាងប្រឡងមិនតាន់មានគេថាមិនតាន់ល្បីប្រហែលណាគេថានៅតបមិនសមណាកាលមិននៅអ្នកចម្រៀងដួងសារ៉េតច្រើនណាស់អ្នកចម្រៀងនៅចែមេលីហ្នឹងណាដល់តបមកពីនោះមកបានខ្ញុំសុំក្រុមសិល្បៈខ្មែរដូចខាងខេននោះគាត់ឲ្យតាសឿងលឿងនោះគាត់ឲ្យយើងហាត់ច្រៀងទៅល្បីហើយទៅប្រឡងបានមេដាយមាសខ្លុយពកនីងតែងរួមដំណើរជាមួយនឹងគឹមដានក្នុងរយៈកាលសកម្មភាពសិល្បៈក្លៀងពពថខ្មែរមានឧបករណ៍ពិសេសជាច្រើនប៉ុន្តែបងជ្រើសយកខ្លុយពកដើម្បីសម្រាប់កំសាន្តអារម្មណ៍និងដើម្បីសម្ដែងរួមជាមួយនឹងក្រុមតន្ត្រីផងដោយភាពជក់ចិត្តនេះតែបងច្នៃប្រឌិតរបៀបផ្លុំខ្លុយយ៉ាងពិសេសដែលកម្រាប់មានអ្នកណាធ្វើបានមិនបងផ្លុំ
ក្រុមពីមាត់ទេដល់ហើយតាសឹងលឿងឃើញយើងផ្លែងនៅពងហាត់ហ្នឹងពងហាត់ទៅឈប់ហើយយើងររបៀបអីដើម្បីផ្លែងជួពងហាត់ទៅរយដែរពងហាត់ទៅហត់ទេហើយយកខ្លុយដាក់ផងច្រមុះដាក់រិនច្រមុះផ្លុំផ្លែងកាត់តាសឹងលឿងកាត់ចាប់ឃើញយើងផ្លែងហោះចាប់ផ្លែងផ្លុំតាផងច្រមុះណាកាត់ថាឡូវគាត់ហាត់ខ្ញុំគាត់ជួយប្រាប់របៀបឲ្យខ្ញុំហាត់ផ្លុំតាមផងច្រមុះណារនច្រមុះណាដល់ឲ្យបានតោប្រឡងសង្ហាំ92តោប្រឡងបានមានដៃមាសបានល្បីមកពីនោះមកដល់សប្តាហ៍ថ្ងៃនេះផ្លុំខ្លុយវាអ្នកណាក៏ចេះទាំងអស់ផ្លុំតាមម៉ត់លោកណាក៏ចេះទាំងអស់ប៉ុន្តែការហាត់ពត់ដូចថាម៉ត់នេះវាសំណុកទេប៉ុន្តែដល់ច្រមុះពិបាកណាខំហាត់រៀនហ្នឹងគេថាដេកដើរនឹកឃើញផ្លុំឲ្យបានឲ្យខ្យល់វែងហ្នឹងខំគេថាលឹកឡើងយកខ្លុយដាក់ចប់តាមប្រហោងច្រមុះទៀតដាក់តាមប្រហោងច្រមុះឲ្យផ្លុំយូរទៅវាធ្លាប់ដល់ដូចទីហោដូចជាងស្អីក៏ដល់បើយើងមិនហាត់ព្រោះមិនបកកែទេហើយបានយើងហាត់ទៅបានគេថាខ្យល់វែងហើយវាយើងដកហើមបានគេថាស្រួលទៀតវាមិនសូវហត់ដោយស្មារតីពូកាត់មឹងម៉ាត់និងសម្ដែងជំនាញសិល្បករគឹមដានបានធ្វើបន្ថែមស្នាដៃបូជាឲ្យសិល្បៈជំនះបានរង្វាន់យ៉ាងខ្ពស់ជាច្រើនក្នុងនោះមានមេដាយមាស4គ្រឿងនិងមេដាយប្រាក់3គ្រឿងក្នុងប្រឡងសម្ដែងថ្នាក់ទូទាំងប្រទេសបងជាគំរូភ្លឺថ្លាឲ្យសិល្បករច្រើនរូបក្នុងក្រុមយកតម្រាប់តាមដើម្បីមួយថ្ងៃកាន់តែលើកកម្ពស់បានលក្ខណៈពុទ្ធធម៌ប្រពៃណីរបស់ជនរួមជាតិសិល្បករឆ្នាំគឹមដានគឺជាសិល្បករមួយសំខាន់បំផុតក្នុងក្រុមសិល្បៈខ្មែរខិតចាំងក៏ធ្វើបានច្រើនមុខជំនាញដូចជាហាងភ្លេងធ្វើបានភ្លុំខ្លុយក្រៅពីនឹងគឺគាត់ធ្វើបានមុខជំនាញដូចជាច្រៀងបាទជាតារាចម្រៀងមួយយ៉ាងកែល្បីក្នុងខេត្តក៏ដូចជាក្នុងប្រទេសក្រៅពីនឹងគឺគាត់មានចូលក្នុងតួអង្គសម្ដែងក្នុងសិល្បៈយូកេដូចជាសិល្បៈតួកំ pl ែងបានទស្សនៈជនយ៉ាងច្រើនរាប់អានចូលចិត្តក្តីរីករាយចាប់មកពេលអាយុទៅ44ឆ្នាំសិល្បករគឹមដានមានកិត្តិយសបានទទួលកិត្តិនាមសិល្បករឆ្នាំរបស់ប្រធានរដ្ឋប្រធានកាលដើមឆ្នាំនេះក្នុងលើកនេះព្រមជាមួយនឹងគឹមដានគឺខេត្តសុក្រាំងនៅទៀតមានសិល្បករ2រូបទៀតនិងសិល្បករ7រូបនៅប្រភេទសម្ដែងប្រជាប្រិយនិងបញ្ញាប្រជាប្រិយក៏បានប្រធានរដ្ឋប្រធានកិត្តិនាមសិល្បករឆ្នាំទស្សនិកជនទាំងឡាយជាទីមេត្រីក្នុងពេលកន្លងបណ្ដាឃុំមានជនរួមជាតិភាគតិចរស់នៅច្រើនលើភូមិសាស្ត្រស្រុកដូចដៃតំថាំដងឋានភូឋានវើយតែងយកចិត្តទុកដាក់អនុវត្តល្អគោលនយោបាយសុខុមាលភាពសង្គមថែទាំជីវភាពឲ្យជនរួមជាតិខ្មែរចាក់ផុតក្រោមបុតមមមានជីវភាពលំនឹងមានទទួលបានចូលឆ្នាំថ្មី2016សប្បាយរីករាយតាំងពីពេលមានកម្មវិធីគោលដៅជាតិកសាងជនបទថ្មីបានយកចិត្តទុកដាក់ឧបត្ថម្ភច្រើនប្រភពកសាងហេដ្ឋារចនាសម្ព័ន្ធឧបត្ថម្ភអភិវឌ្ឍផលិតទៅជីវភាពជនរួមជាតិខ្មែរឋានវើយធូរធារបណ្ដើគំរូដោយគ្រួសារបងស្រីថិតធីងៀកមុននេះជាគ្រួសារក្រគ្មានទុនផលិតត្រូវទៅស៊ីឈ្នួលឆ្នាំ2014បានឧបត្ថម្ភសង់ផ្ទះមួយខ្នងតម្លៃជាង40លានដុងបុលទុន25លានដុងដើម្បីទិញគោ2ក្បាលមកចិញ្ចឹមខែតុលាឆ្នាំ2015គ្រួសារបងស្រីសូមចាក់ផុតក្រកាលខ្ញុំមានគ្រួសារស្ថានភាពក៏លំបាកខ្លាំងប្តីប្រពន្ធប្រឹងប្រែងរកស៊ីធ្វើបានប៉ុន្មានអស់ប៉ុណ្ណឹងផ្ទះក៏គ្មានអាស្រ័យបានកម្មវិធីទូរទស្សន៍យិនឡុងសង់ផ្ទះថ្មីខ្ញុំអរគុណណាស់
ក្រៅពីនោះឃុំនិងស្រុកនៅទាំងឧបត្ថម្ភឲ្យខ្ញុំគោមួយគូឥឡូវខ្ញុំប្រឹងប្រែងរកស៊ីរីកចម្រើនឡើងគោលនយោបាយថែទាំឲ្យគ្រួសារក្របានយកចិត្តទុកដាក់ជួយឲ្យជីវភាពមីមីងមិនបងអង្កែលំអគ្រួសារជាច្រើនបានចាក់ផុតក្រមុតមមរួមចំណែកបន្ថយអត្រាគ្រួសារក្ររបស់ឃុំ 24% ឆ្នាំ 2010 ចុះនៅ 15% ចុងឆ្នាំ 2015 năm vừa qua thì ឆ្នាំកន្លងឋានវើយសង់ផ្ទះបាន4ខ្នងឧបត្ថម្ភឲ្យគ្រួសារជនជាតិដើម្បីមានផ្ទះនៅបណ្ដាឱកាសបន្ទានតែងមានអំណោយដើម្បីសួរសុខទុក្ខគ្រួសារគោលនយោបាយជនជាតិសួរសុខទុក្ខលើកទឹកចិត្តដើម្បីមានស្មារតីពលកម្មផលិត nhà ở អាស្រ័យអនុវត្តល្អបេសកកម្មឃោសនាផ្សព្វផ្សាយអប់រំច្បាប់ព្រមនឹងជីវភាពកែលម្អគំនិតប្រតិបត្តិគោលការណ៍របស់បកគោលនយោបាយច្បាប់របស់រដ្ឋរបស់មីមីងបានលើកកម្ពស់គំនិតយល់ដឹងសាមគ្គីឧបត្ថម្ភទៅវិញទៅមកអនុវត្តផ្នែករស់នៅស៊ីវិល័យក្នុងពិធីអាពាហ៍ពិពាហ៍និងបន្ទានជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិខ្មែរក៏បានកែលម្អច្បាស់ក្រឡែតស្ថាបត្យកម្មវប្បធម៌ជាច្រើននៅតំបន់ជនរួមជាតិខ្មែរបានវិនិយោគកសាងថ្មីនិងកែប្រែខែងរែងស្អាតបាតដើម្បីឆ្លើយតបសំណុំពរក្រេបជញ្ជក់ជីវភាពវប្បធម៌ស្មារតីរបស់ប្រជាជន tôi đến chùa để dọn dẹp được tin ខ្ញុំមកវត្តដើម្បីបោសសម្អាតបានដំណឹងបកភិបខេត្តជ្រើសកន្លែងនេះចាក់តាំងបន់ចូលឆ្នាំថ្មីខ្ញុំក៏រីករាយព្រោះបានការយកចិត្តទុកដាក់របស់បកនិងរដ្ឋដល់ជីវភាពជនជាតិខ្មែរ đời sống của người dân tộc Khmer nhân dịp lễ Tếtចូលឆ្នាំថ្មីសប្តាហ៍ នេះឱកាសបញ្ចូលឆ្នាំថ្មីជិតដល់បានការយកចិត្តទុកដាក់របស់ស្នងការបករដ្ឋអំណាចគ្រប់ថ្នាក់គណៈជនជាតិខេត្តអនុញ្ញាតឲ្យវត្តព្រែកត្រកួនធ្វើកន្លែងទូរទស្សន៍ផ្សាយបន្តផ្ទាល់អាត្មានិងគណៈកម្មការវត្តរួមនឹងមីពុទ្ធបរិស័ទតែងរីករាយព្រោះនេះជាកិត្តិយសរបស់វត្ត ដោយការកិត្តកម្មរបស់ស្នងការបករដ្ឋអំណាចនិងប្រជាជនមកដល់សប្តាហ៍ថ្ងៃជីវភាពរបស់ជនជាតិខ្មែរលើភូមិសាស្ត្រស្រុកមីសៀងបានលើកកម្ពស់រួមចំណែកអនុវត្តប្រសិទ្ធភាពប្រលគោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅភូមិភាគទស្សនិកជនទាំងឡាយជាទីមេត្រីរួមនឹងគ្រប់ថ្នាក់គ្រប់ផ្នែកអង្គការមហាជននិងប្រជាជនលើភូមិសាស្ត្រសមាគមសហព័ន្ធនារីស្រុកទាំងដេបានសកម្មផ្សព្វផ្សាយឃោសនាទូលំទូលាយបង្កបរិយាកាសប្រឡងប្រណាំងយ៉ាងអ៊ូអរក្នុងប្រជាជនគ្រប់ជាន់ស្រទាប់ឆ្ពោះដល់លើកបោះឆ្នោតតំណាងរដ្ឋសភានិតកាលទី14និងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់អនុត្តកាល 2016-2021 ក្រៅសរិបាតប្រឹក្សាលើកទី2សមាគមសហព័ន្ធនារីស្រុកដេងដេបានជំរុញខ្លាំងបេសកកម្មឃោសនាទូលំទូលាយក្នុងកម្មាភិបាលសមាជិកាសមាគមនិងមហាជនប្រជាជនលើភូមិសាស្ត្រយោងតាមនោះសមាគមបានសហការជាមួយនឹងគណៈកម្មាធិការបោះឆ្នោតគ្រប់ភូមិភាគចង់បង្រនផ្ទះបដានិងបោះពុម្ពឯកសារឃោសនាជាង80សម្រាប់ជួយឲ្យបងប្អូនសមាជិកាក្តាប់ច្បាស់នៅដល់សេចក្តីកំណត់របស់បកនិងរដ្ឋពីបោះឆ្នោតលើកកម្ពស់ស្មារតីធម៌ម្ចាស់គំនិតកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូបជារួមសមាគមនារីខ្ញុំបានឃោសនាណែនាំពីច្បាប់បោះឆ្នោតយល់បានសិទ្ធិអំណាចនិងភារកិច្ចរបស់ខ្លួនថ្ងៃ22ឧសភាខ្ញុំនឹងរៀបចំការងារគ្រួសារកាន់ស្លឹកឆ្នោតទៅបោះដោយផ្ទាល់ដៃអាស្រ័យបងប្អូននារីមកឃោសនាទៅដឹងបានថ្ងៃបោះឆ្នោតគឺថ្ងៃ22ឧសភាគ្រួសារខ្ញុំមាន2នាក់នឹងកាន់ស្លឹកឆ្នោតទៅបោះសមាគមសហព័ន្ធនារីស្រុកបានចូលរួមសកម្មជាមួយនឹងគណៈកម្មាធិការបោះឆ្នោតក្នុងការត្រៀមបម្រុងចូលរួមប្រឹក្សាជ្រើសរើសឧទ្ទិសនាមនារីចេញចូលឆ្នោតជួនកាលបណ្ដាមូលដ្ឋានសមាគមអនុវត្តបេសកកម្មឃោសនាឆ្លងតាមបណ្ដាសម័យប្រជុំជីវភាពក្រុមក្លឹបប្រជុំក្រុមអាស័យជនដើម្បីឃោសនាឲ្យប្រជាជនសំខាន់គឺបងប្អូននារីយល់បានអត្ថន័យច្បាប់បោះឆ្នោតសិទ្ធិនិងភារកិច្ចរបស់ពលរដ្ឋពេលចូលរួមបោះឆ្នោតនិងឆ្លងតាមនោះបំផុសបងប្អូននារីចូលរួមបោះឆ្នោតសមាគមនារីស្រុកដេងដេនឹងចាត់តាំងឃោសនាដល់សមាគមមូលដ្ឋាន 100% លើកកម្ពស់តួនាទីកាតព្វកិច្ចរបស់កម្មាភិបាលសមាជិកនារីអនុវត្តអភិរកិច្ចពលរដ្ឋរួមចំណែកឲ្យការបោះឆ្នោតលើកនេះជោគជ័យល្អប្រសើរទស្សនិកជនទាំងឡាយជាទីមេត្រីកម្មវិធីផ្សាយជាភាសាខ្មែររបស់ស្ថានីយ៍វិទ្យុទូរទស្សន៍សុកត្រាំងសម្រាប់ថ្ងៃនេះសូមចាប់តែប៉ុណ្ណេះសូមថ្លែងអំណរគុណទស្សនិកជនគ្រប់មជ្ឈដ្ឋានដែលបានយកចិត្តទុកដាក់តាមដានកម្មវិធីផ្សាយរបស់យើងខ្ញុំសួស្តី